បាទខ្ញុំមកពីសហរដ្ឋអាមេរិកហើយនៅកាលីហ្វ័រញ៉ាហើយអីបងទៅនៅក្នុងប្រហែលឆ្នាំទេបងបើទៅខ្ញុំមកជិត30ឆ្នាំជាងតាំងពីអាយុ7ឆ្នាំខ្ញុំជិតជឿនទៅចាហើយសុខកំណើតបងនៅសុខកំណើតខ្ញុំនៅបាត់ដំបងនៅភូមិពេជ្រទឹងឃុំអូតាគីស្រុកមកកោខេត្តបាត់ដំបងហើយមិនបានដឹងថាខាងលោកគ្រូបៃតងមានជាបាលជំងឺគៀបអសៃលីនអ៊ីហ្នឹងបងតាមពិតទៅខ្ញុំដឹងមកពីមីងខ្ញុំទេព្រោះមីងខ្ញុំគាត់ព្រោះថ្នាក់រឿងផ្លត់អសៃហ្នឹងហើយក៏គាត់នេះបានយំស្រែកអីទៅហើយគឺដំណឹងថាមានដល់សាក់យំស្រែកហ្នឹងគាត់ដេកធ្ងោហើយម្យ៉ាងទៀតក៏ហើយខ្ញុំក៏ឈឹកហើយក៏គាត់មិនដែលបានមកជួបលោកគ្រូទេគាត់នៅលើដំណឹងថាឲ្យឆ្នាំទៅលេខប្រហែលជិតពី3ខែហ្នឹងក៏អន់ថយឲ្យខ្ញុំផ្ញើទៅរហូតតាក់ទងតាមរយៈបន្ថែមហ្នឹងហើយខ្ញុំឆ្ងល់ខ្ញុំមិនដែរចាក់ឆ្នាំអីផងមួយបញ្ជាផងហើយនៅគ្រាន់តែឆ្នាំសោះខ្ញុំនេះមិនជឿអញ្ចឹងនៅសហរដ្ឋអាមេរិកហ្នឹងបងមានទៅអីចាក់ឆ្នាំចៃដែរទៅខ្ញុំអស់ច្រើនដែរដូចថាមុនដំបូងយើងទៅ physical therapy ហ្នឹងគេជំនួសសរសៃហើយចាក់មកជួបជាសាសហើយគេចាក់ឆ្នាំខ្ញុំបំបត្តិហើមសរសៃនេះហៅ cortisone shot ហើយដល់ដំណាក់កាលចុងក្រោយនេះគេឲ្យយើងធ្វើហើយខ្ញុំថាខ្ញុំអត់វាទេខ្ញុំសុខចិត្តព្រមឈឺហើយគេប្រាប់ទៅថាកុំឲ្យធ្វើឲ្យធ្ងន់ហើយក៏ខ្ញុំក៏ធ្វើចុះធ្ងន់ទៅក៏រោគហ្នឹងក៏វាអន់ថយទៅប៉ុន្តែវានៅឈឺអញ្ចឹងឈឺកន្លែងណាដែលខ្លាំងជាងគេបងឈឺក្រោមចង្កេះនឹងពេលណាយើងអោនទៅវារឿងដូចយើងជាប់ងើបឡើងទៅយឺតហើយសុំកាត់ប្រសាសន៍បងទៅឈឺនោះប៉ុន្មានឆ្នាំហើយបងទៅជិត24ឆ្នាំហើយ24ឆ្នាំបាទ24ឆ្នាំហើយវាមិនឈឺដូចថាយើងថ្នាក់ធ្វើអីកើតណាប៉ុន្តែយើងឈឺនៅធ្វើឲ្យបានប៉ុន្តែយើងគ្រាន់តែយើងកាត់បន្ថយយើងឈឺយើងឈប់ហើយមីងបានប្រាប់យូរហើយដល់ពលមិនខាងខ្ញុំមីងគាត់ប្រាប់យូរដែរប៉ុន្តែមិនដូចថាមិនជឿចិត្តណាចាំមកឃើញសល់បាទដល់ឥឡូវបានមកជួបនេះបានមកហើយដូចជាមួយថ្ងៃមុនដូចជាបានមក30ម្ដងណាបងហ្នឹងបាទហើយថ្ងៃនេះបានម្ដងទៀតម្ដងទៀតហើយបាន2ដងហើយហូបផលិតផលលោកគ្រូដូចបានថ្ងៃមកទៅបានកន្លះខែហើយកន្លះខែនេះលេបមិនបាន2មួយទៀតផងដឹងភ្លាមដឹងថាដូចជាចង្កេះវាដូចធូរអញ្ចឹងជួនកាលពេលខ្ញុំដេកទៅចង្កេះខ្ញុំវាកោងជាដល់ពេលដេកទៅខ្ញុំចង្កេះខ្ញុំវាត្រង់ហើយយ៉ាងទៀតពេលណាខ្ញុំដូចថាថ្វាយគុំលោកអីយើងបាទនេះអត់បានទេដល់ប្រហែលថ្ងៃមុននោះអង្គុយញ៉ាំបាយទៅពេលភ្នែកអីអត់មានធ្វើតុកដូចធម្មតាហើយមានឃើញផលថ្ងៃនេះមកយកមួយខែកន្លះហើយដល់ពេលថាដល់ពេលចិត្តទៅវិញរត់មកថែមហ្នឹងមួយខែទៀតហ្នឹងមកថែមមកសមមុំ3ខែបងបាទ3ខែគឺយើង complete ហ្នឹងបើថាវាឃើញដូចគាត់បាទទៅហើយជាពិសេសពេលណាខ្ញុំដើរទៅណាឆ្ងាយអីយូរទៅជើងខ្ញុំវាក្តៅជើងបាត់ជើងដល់ហើយអត់ទេអត់មានបញ្ហាទេបាទអញ្ចឹងវាល្អប្រសើរច្រើនហើយទៅហូបបានពីទឹកជាងនៅពីទឹកជាងបាទគឺលទ្ធផលភ្លាមតែវាដូចថាវាបាត់ឆ្ងាយបាទជាពិសេសខ្ញុំអោនអីទៅអត់ទៅជាប់អាហារកោសិកាវាសឹមប៉ុន្តែតាជាគឺជាហ្មងអត់មានគ្រាន់តែថាធូរហើយរើវិញអត់ទេបាទអញ្ចឹងបើគិតជាភាគរយបែបភាគរយប្រហែលប៉ុន្មានភាគរយទេបងឥឡូវនេះបើខ្ញុំគិតទៅប្រហែល80%ហើយអូព្រឹកខ្ញុំដូចខ្ញុំជំនឿដែរជំនឿថាដូចវាឆ្ងាយតែអ្វីដែលជាសំខាន់ខាងខ្ញុំមិនសូវជឿហ្មងជឿលើមីងមីងធ្លាប់ដេកយំមីងធ្លាប់ដេកធ្ងោដេកយំបាទគាត់បាទបើខ្ញុំធ្លាប់តែពេលជឿមុនដំបូងជឿដល់បាត់ជឿអីចង់ដឹងទីមីងគាត់ជឿអីដែរដេកយំគាត់ធ្លាប់តែសៃគាត់ថាគាត់ទៀតតែសៃដែរបាទទៀតតែសៃបាទអរគុណច្រើននៃជូនពរឲ្យបងឆាប់ជាសះស្បើយ 100%ដូចគេដែរណាបងណាហើយធ្វើដំណើរទៅវិញឬថាទៅវិញដូចជាចូលឆ្នាំហើយហ្នឹងហើយចូលឆ្នាំបាទធ្វើដំណើរតាមផ្លូវកាសហ្នឹងឲ្យបានសុខសុវត្ថិភាពណាបងណាហ្នឹងហើយបើថាជាមេដូចរស់ជីវិតថ្មី